ជំរាបសួរបងប្អូនអ្នកគ្នាជួបជាមួយខ្ញុំជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនអ្នកគ្នាមកស្គាល់អំពីសត្វព្រៃដែលជាសត្វកម្រមួយក្បាលទៀតហើយបងប្អូនដែលសត្វនេះមានឈ្មោះជាភាសាខ្មែរថាជាសត្វទន្សោងបងប្អូនហើយវាមានឈ្មោះជាភាសាអង់គ្លេសថា banteng សត្វទន្សោងជាប្រភេទថនិកសត្វនិងជាសត្វជិតផុតពូជព្រមទាំងត្រូវបានចុះទៅក្នុងបញ្ជីក្រហមនៃអង្គការ IUCN ផងដែរគេឃើញមានវត្តមានវាស្ទើរគ្រប់ទីកន្លែងនៅអាស៊ីអាគ្នេយ៍យ៉ាងនេះសត្វនេះវារស់នៅតាមតំបន់ព្រៃល្បោះបងប្អូនដែលមានអូរស្ទឹងត្រពាំងថ្លុកនិងមានស្មៅស្បូវព្រិចឫស្សីព្រមទាំងល្បាសរុក្ខជាតិជាដើមដែលឡែកនៅកម្ពុជាយើងបងប្អូនគេឧស្សាហ៍ឃើញមានវត្តមានវានៅតំបន់ភូមិភាគឦសានភាគនិរតីនិងភាគខាងជើងនៃប្រទេសមិនត្រឹមតែប៉ុណ្ណោះគេក៏ឃើញមានវត្តមានវានៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមានភូមាឡាវម៉ាឡេស៊ីវៀតណាមនិងថៃសត្វទន្សោងជាប្រភេទសត្វដែលរស់នៅជាហ្វូងបងប្អូនវារស់នៅដោយលាយឡំជាមួយគោព្រៃប្រើសនិងសត្វខ្ទេញចំពោះចំនួនសត្វទន្សោងនៅក្នុងប្រទេសកម្ពុជាបងប្អូនបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថានថាសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានប្រមាណជា1500ក្បាលចំណែកឯអង្គការសត្វព្រៃ WCS បងប្អូនក៏បានប៉ាន់ប្រមាណផងដែរថាកម្ពុជាទំនងជាមានសត្វទន្សោងនេះច្រើនជាង4000ក្បាលមកបងប្អូនយើងមកស្វែងយល់ពីលក្ខណៈសម្គាល់នៃសត្វទន្សោងម្ដងចំពោះសត្វទន្សោងវាមានមាឌរូបរាងក្រចកជើងជំពាមដូចនឹងគោស្រុកដែរតែខុសត្រង់ថាវាអត់មានបូកលើខ្នងទេបងប្អូននិងបួរកធ្លាក់ចុះក្រោមដូចជាគោស្រុកទេសត្វទន្សោងមានសម្បុរក្រហមត្នោតស្រាលនិងប្រែទៅជាក្រហមត្នោតឬក្រហមត្នោតចាស់នៅពេលដែលវាមានវ័យចំណាស់បន្តិចហើយជើងទាំង4ចាប់ពីជង្គង់ចុះទៅក្រោមបងប្អូនគឺមានពណ៌សដូចនឹងសត្វខ្ទេញនិងគោព្រៃដែរប៉ុន្តែខុសគ្នាត្រង់ថាវាមានពណ៌សនៅផ្នែកខាងក្រោយត្រង់កាពះគូតវាបងប្អូនសត្វទន្សោងឈ្មោលមានពណ៌ត្នោតចាស់ទៅខ្មៅខណៈសត្វញីនិងកូនមានពណ៌ត្នោតក្រហមរីឯស្នែងវាមានរាងមូលជាងស្នែងខ្ទេញនិងមានពណ៌លឿងចាស់ភ្លឺរលោងចាប់ពីពាក់កណ្ដាលស្នែងចុះក្រោមឯចុងស្នែងគឺមានពណ៌ខ្មៅសត្វទន្សោងឈ្មោលនិងសត្វទន្សោងញីសុទ្ធតែមានស្នែងដូចគ្នាប៉ុន្តែស្នែងរបស់សត្វទន្សោងឈ្មោលមានទំហំធំក្រាស់និងវែងជាងសត្វញីសត្វឈ្មោលមានកម្ពស់ប្រហែលពី160សង់ទីម៉ែត្រទៅ170សង់ទីម៉ែត្រនិងមានទម្ងន់ពី600ទៅ900គីឡូក្រាមខណៈសត្វញីមានកម្ពស់ប្រហែលពី140ទៅ150សង់ទីម៉ែត្រនិងមានទម្ងន់ពី400ទៅ600គីឡូក្រាមពួកវាច្រើនចេញរកស៊ីនៅពេលព្រលឹមនិងពេលព្រលប់ជាធម្មតាសត្វទន្សោងមេដែលចាស់ជាងគេគឺជាអ្នកដឹកនាំវងសត្វទន្សោងវាមានរដូវបន្តពូជជាក់លាក់របស់វាបងប្អូននិងអាចប្រែប្រួលទៅតាមតំបន់ដែលវារស់នៅក្នុងតំបន់ភាគច្រើននៅអាស៊ីអាគ្នេយ៍រដូវបន្តពូជរបស់វាភាគច្រើនធ្វើនៅចុងរដូវវស្សានិងដើមរដូវប្រាំងអាចនិយាយបានថានៅចន្លោះខែកញ្ញាដល់ខែធ្នូនៅពេលដែលវាមានអាហារគ្រប់គ្រាន់និងបរិស្ថានសមស្របសម្រាប់បន្តពូជសត្វទន្សោងញីអាចបន្តពូជនៅអាយុចន្លោះពី2ទៅ3ឆ្នាំបងប្អូនខណៈដែលសត្វឈ្មោលអាចបន្តពូជបាននៅអាយុពី3ទៅ4ឆ្នាំសត្វទន្សោងញីអាចបង្កើតកូនបានពី1ទៅ2ក្បាលបន្ទាប់ពីពូជពោះពី9ទៅ10ខែបងប្អូនហើយមេវាអាចដោយឈ្មោះម្ដងទៀតក្រោយពីវាកើតកូនបាន2ខែ
កូនទន្សោងពេលដែលកើតមកវាមានទម្ងន់ចន្លោះពី15ទៅ25គីឡូបងប្អូននិងបើកដុះក្នុងរយៈពេលពី6ទៅ9ខែទន្សោងជាប្រភេទសត្វមួយដែលទទួលរងនឹងការគំរាមកំហែងយ៉ាងខ្លាំងបងប្អូនជាក់ស្ដែងនៅក្នុងរយៈពេលពី2ទៅ3ទសវត្សរ៍ចុងក្រោយនេះចំនួនសត្វទន្សោងនៅកម្ពុជាមានការថយចុះយ៉ាងខ្លាំងដោយសារអ្វីគឺដោយសារតែការបាត់បង់ទីជម្រកការកាប់បំផ្លាញព្រៃឈើការបរបាញ់យកសាច់និងស្នែងព្រមទាំងជំងឺមួយចំនួនពីពពួកសត្វពាហនៈដែលជាសត្វស្រុកដែលវាជាកត្តាមួយក្នុងការគំរាមកំហែងដល់ការជិតផុតពូជនៃសត្វនេះនៅពេលបច្ចុប្បន្នប្រភេទសត្វទន្សោងនេះជាប្រភេទសត្វដែលមានដោយកម្របងប្អូនហើយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍យើងនេះដែលធ្លាប់តែមានសត្វទន្សោងរស់នៅក៏ស្ទើរតែផុតពូជអស់ហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត